នេះថ្ងៃប្រហោះទី27ទៅនេះមកដល់ផ្ទះបងឆោមឆើតទឹកត្នោតជូរធម្មជាតិមានរសជាតិឈ្ងុយឆ្ងាញ់បាទនៅផ្ទះបងឆោមឆើតជូរអែមអស់មកសូឲ្យបងដាក់មួយទៀតលោមើលទៅបានប្រហែលដាក់តាមសមត្ថភាពបាទនេះស្រឡាញ់ទឹកចិត្តបងឆោមឆើតណាបាទគាត់សាមញ្ញសុតតែម្ដងបាទសុតចម្រាច់ចេញពីដើមតែម្ដងដាក់ស្អីបាទនេះដើមបងចង់សួរហើយតនៅរស់ហើយតនៅរស់ដល់បងមកបងយកបងឆោមឆើតគាត់ថែមសួរហើយតនៅរស់បាទសួរបងអញ្ជើញមកពីណាដែរខ្ញុំមកពីខាងអន្សាច្បក់ពោធិ៍សាត់យើងទេបងអូលេងមកធីមហ្មងនេះមកចង់ជួបធីមបងបាទអញ្ចឹងបានន័យថាបងអញ្ជើញមកនេះជាលើកទី1ទេខ្ញុំមកបានលើកទី1ហ្នឹងអូរសជាតិទឹកត្នោតជូរប៉ុនបងឆោមឆើតនឹងមានរសជាតិមិនដែរមានជូរអែមមាននិយាយថាលក្ខណៈមនុស្សស្រីក៏បានមនុស្សប្រុសក៏បានហ្នឹងហើយនិយាយរួមទៅបានគ្រប់វ័យគ្រប់អស់តែយើងចេះតែយើងខាងក្រុមដើម្បីទៅបំហូបហ្នឹងហើយបំហូបហ្នឹងហើយអរគុណមែនបាទនេះបាទសុខសប្បាយបងនឹងខ្ញុំគាត់ចែកម្លែកផ្ដិតទិដ្ឋភាពទាំងអស់នេះឲ្យពុកម៉ែបងប្អូនយើងបានឃើញបាទតែបើយើងបានវល់កកោះកលីបមកនេះថ្ងៃប្រហោះទី27ទៅនេះពីកិច្ចការងារហើយធ្វើដំណើរលេងមកដល់តែបងឆោមឆើតបាទមកលើកមើលទឹកត្នោតជូរធម្មជាតិមានរសជាតិឈ្ងុយឆ្ងាញ់បាទនៅផ្ទះបងឆោមឆើតជាតិណាស់លើបាទនេះចាក់លោងប់មួយតែម្ដងបាទបងប្អូនវាយជាស្គាល់ហើយបងដៃគូបងឆោមឆើតក្លើមរយៈគាត់បាទជាតិបាទងុយងប់យើងស្រីស្អាតតិចជាតិហ្នឹងតែហាមបាសជើងអត់មានបាសជើងទៅក្រោយទឹកត្នោតជូររសជាតិឆ្ងាញ់បាទឈ្ងុយឆ្ងាញ់ហើយគាត់ផលិតធ្វើពីធម្មជាតិពុកម៉ែបងប្អូនយើងអត់មានកែច្នៃដាក់របស់អីខុសពីធម្មជាតិទេហើយរសជាតិហ្នឹងគឺឈ្ងុយឆ្ងាញ់អត់មានហើយនេះគឺជាលើកដំបូងគឺជាលើកទី1ផងដែរសម្រាប់ខ្ញុំបានធ្វើដំណើរសម្រាញ់ចេញពីដើមតែម្ដងបាទអត់មានលាយឡំអីទេបាទគឺធម្មជាតិពិតតែម្ដងនេះសាក់សីរស់បាទសាក់សីបាទគឺអត់មានលាយឡំអីទេគឺចម្រាញ់ចេញពីដើមតែម្ដងសាក់បាទចម្រាញ់ចេញពីដើមតែម្ដងអត់មានសំអីលេអត់មានទេខ្ញុំធ្វើដំណើរធម្មជាតិតែម្ដងធ្វើដំណើរមកថ្ងៃនេះបានជួបវិញជាមួយធីមផាន់មកឆោមឆើតបាទក្លើមរយៈផាន់គាត់បានមកអង្គុយរួមតុកហើយបងឆោមឆើតគាត់ថាគាត់អន់ពីល្ងាចហើយចឹងរៀងស្លូតពេលព្រឹកនេះបាទហើយខ្ញុំធ្វើដំណើរមកនេះលើកទីដំបូងលើកទី1ហ្នឹងសុតតែម្ដងបាទសុតចម្រាច់ចេញពីដើមតែម្ដងដាក់ស្អីបាទនេះដើមបងចង់សួរហើយតនៅរស់ហើយតនៅរស់ដល់បងមកបងយកបងឆោមឆើតគាត់ថែមសួរហើយតនៅរស់បាទអត់សួរហើយទីគេលេងមានណាសួរហើយទីគេលេងបានណាសួរបាទមានសាក់សីនោះគាត់ចេញពីដើមពិតបាទមិនចេញពីគល់ទេបងណាមិនចេញពីគល់ទេចេញពីគល់ចេញពីដើមពិតអីក៏អត់ចេញពីផ្កាដែរបាទចេញពីផ្កាទេណាបងបាទពិតតែមិនចេញបាទចេញពីដើមមកតែម្ដងតែចេញពីផ្កាទៅតែខ្ញុំនេះខ្ញុំឃើញចេញពីផ្កាដែរចេញពីផ្កាច្រឡំចេញពីដើមអីបើយ៉ាត់គេថាផចេញពីផ្កាទេច្រឡំចេញពីដើមតែអត់អីយ៉ាងណាក៏ត្រូវដែរចេញពីផ្កាមែនតែផ្កាហ្នឹងមិនចេញពីដើមបាទអញ្ចឹងវានៅសំណុំតែមួយអត់អីបាទនឹងជាមួយតឡន់តត្រីងៀតដុលនេះអត់មានតឡន់តនទេ
អត់មានកន្លន់ដល់មានកណ្ដុរកណ្ដុរមួយត្រីងាត្រីអាំងហ្នឹងវាជុកកណ្ដុរណានិយាយលេងមួយក្លើមរាក់ប៉ុនបងឆោមឆើតហើយបងធំបងឆោមឆើតគាត់បន្ថែមពាក្យទៀតមកសើចឡើងហៀទឹកភ្នែកអើយលុយពេញលេងអ៊ីមយើញ៉ាំបងចឹងថាគ្មានអ្វីដែលល្អហើយឈ្ងុយឆ្ងាញ់ជាងរបស់ធម្មជាតិទេពុកម៉ែបងប្អូនយើងបាទរបស់ធម្មជាតិពិតចម្រាញ់ចេញពីដើមអូចេញពីផ្កាទៅវាចេញពីដើមវាចេញពីផ្កាទៅចម្រាញ់ចេញពីផ្កាតែផ្កាហ្នឹងកើតចេញមកពីដើមបាទចេញមកពីដើមមកដល់វិជាជួអែមអស់មកសូឲ្យបងដាក់មួយទៀតលោមើលទៅបានប្រហែលដាក់តាមសមត្ថភាពបាទបាទស្រឡាញ់ទឹកចិត្តបងឆោមឆើនណាបាទគាត់សាមញ្ញហើយកន្លែងលក់ដូរគឺគាត់លក់ផ្ទាល់នៅទីធ្លាដើមកាខ្ចាគេហដ្ឋាននៅក្នុងគេហដ្ឋានគាត់តតែឆ្ងាយមិនតិចមានចិត្តលីស៊ូមកដល់នេះគាត់រត់ទៅហើយលើបន្ទាប់ពីកដោឆ្អិនហើយបងឆោមឆើតគាត់អាំងឲ្យមុនហ្នឹងហើយខ្ញុំសាកហូបកដោម្ដងធំល្អបាទកដោស្រែមិនសាកភ្លក់ថ្លើមកដោជាតិឆ្ងាញ់បាទជាមួយទឹកបរិចយើងទោះមកបងប្អូនយើងនេះខ្ញុំមិនអ្នកជំនាញចូលចិត្តកដោទេប៉ុន្តែគាត់ថាមកដល់ផ្ទះបងឆោមឆើតទៅគឺត្រូវភ្លក់រសជាតិគ្រប់ជាតិមិនមិនជាតិឆ្ងាញ់អត់ឆ្ងាញ់ពុកបងប្អូនយើងមិនจะថាចេះតែបញ្ចូលចេះនិយាយអីទេពុកបងប្អូនយើងបាទនេះនឹងខ្ញុំមិនអ្នកជំនាញចូលចិត្តកដោសម្រាប់បងប្អូនយើងដែលចូលចិត្តកដោទៀតកាន់តែពិសេសមកត្រូវចំមកភ្លុកជាមួយទឹកជ្រលក់ទឹកម្រេចនេះគាត់ធ្វើត្រូវគាត់ឆ្ងាញ់ជាកាលណាបើធ្វើអត់ឆ្ងាញ់យើងហួរអត់កើតហ្មងតែនេះឆ្ងាញ់ពុកម៉ែបងប្អូនយើងបាទនេះបើសិនសម្រាប់ពុកម៉ែបងប្អូនអ្នកចូលចិត្តកដោនឹងទៀត the best ហ្មងបាទជាតិយើងក៏ជាតិទេបណ្ដាំរបស់កាលណាយើងធ្វើឆ្ងាញ់ឯងទោះអ្នកអត់ចេះហូបក៏ហូបបានដែរក៏ហូបទៅដឹងឆ្ងាញ់ដែរបាទគូនងំចាជាមួយបុផាជន់ធៀងយើងមួយទល់ព្រឹកមកនេះមួយកណ្ដោសុកស្រែកណ្ដុលសុកស្រែបាទអត់មានលេបទឹកមាត់ទេណាបើស្រក់បានហាមលេបឆ្ងាញ់មែនបងប្អូនយើងបាទសួរបងឆោមឆាត់ខ្លះតាក់ទងនឹងគាត់កំពុងតែច្រកទឹកត្នោតជូរធម្មជាតិបាទបងយើងច្រកនេះសម្រាប់ដែលភ្ញៀវគាត់កំងយើងទុកឬក៏យើងច្រកទុកហើយកំងយកទៅក្រៅអូចូលប្រញាប់ផ្ទះចឹងក៏កំងយកទៅក្រៅទុកផ្ទះទៀតបាទផឹកនៅផ្ទះទៀតបាទចូលបងអានេះអាដបធំហ្នឹង1លីត្រកន្លះមែនក៏1លីត្រកន្លះតម្លៃប៉ុន្មានដែរបងនេះខ្លះស៊ីដែលត្រូវស្តង់ដារអាមេរិកកាំងដែល1លីត្រ3000 1លីត្រ3000បាទយើងខ្លះស៊ីតកោបាទចុះអាកន្លះលីត្រហ្នឹងម្ដងប៉ុន្មាននេះម្ដង1500ម្ដង1500បាទចុះមកសូប៉ុន្មានសូ6អូតម្លៃសមរម្យមែនតើពុកម៉ែបងប្អូនយើងបាទចំណាយទៅកោបាទក៏មកទៅលេងលើកទី1ក៏ជាកិត្តិយសផងដែរបាទបានជួបបងឆើមឆើតឲ្យគាត់អង្គុយចូលរួមជាមួយបាយណាចូលកន្លងមកខ្ញុំឃើញសិតតារាអ្នកសិល្បៈនៅទីក្រុងភ្នំពេញអញ្ជើញមកពិសាកន្លែងបងសុំការរាប់អានបងធ្វើជាមិត្តភ័ក្ដិក្លើមរៈអីដល់ពេលខ្ញុំអ្នកក្រអ្នកអត់ចឹងសុំរាប់អានបងបានទេបងបានទេអត់មានរឿងអើងប្រកាន់អីតតអ្នកមានរឿងអើងបាទអត់ទេលោកអានេះគាត់គិតជាជួអីអត់ទេរៀបសុំគាត់រាប់អានគាត់ចឹងណាបាទជាតិបាទមួយណូតជូបាយធម្មជាតិកាន់ជាតិបាទមួយណូតជូធម្មជាតិស្រុកខ្មែរយើងមើលទឹកម្រេចអស់ហើយចាំទៅទិញក្រូចឆ្មាកងសូមគោរពជំរាបសួរពុកម៉ែមីមីងបងប្អូនកូនក្មួយទាំងអស់បាទមុននឹងបានមកជួបមីធីម
ជំរាបសួរលើសូមជំរាបសួរ ជួបមេទីនៅជូ បានមកជួប ពូពេញដោយធម្មជាតិពូពេញធម្មជាតិនិងព្រៃព្រឹក្សាទៀត បាទបាទហើយបើខ្ញុំនិយាយអីបើពុកម៉ែបងប្អូនមិនជឿទេបើអាចសាកសួរសាកសីរស់បាន បាទពូពេញដោយធម្មជាតិព្រៃភ្នំសុកស្រែបាទអូយបាយអត់ទឹកជុំវិញតែម្ដងបាទគឺធ្លាស្អាតតែ នេះឌូបាយដល់មួយចាន យកស្វានតឌូបាយមកឌូតិចមក លោក អីលងធំបានបាយលេងពួយតែឯង បើគេកាំងងារ មិនទេនឹងគិតមិនទេ เราตุนอดให้ดูเนี่ยสาปดักใบ แล้วជ្រុលជាមកហើយថ្ងៃនេះលេងបាយលេងអីនៅផ្ទះមេធីមទឹកណត់ជូបងចំឆាត់នឹងសម្រេចតែម្ដង ចេញមកវាធម្មជាតិពេញៗតែបាទ ហើយសាក់ស្អីគឺធម្មជាតិពិតៗរហូត ជាតិអត់មានសម្រាញ់ចេញពីអ្វី បងអត់ទាន់អត់មាន Wi-Fi ណាបង ចេញមកផ្កាពេញៗតែ អត់មាន Wi-Fi ណាអូមានណាអូនេះបើអានេះគាត់គិតយោបល់ផងខ្ញុំណាបងទៅមុខទៀតបងបើកជាអាហារដ្ឋានអីថែមក្នុងនឹងហើយមានភេសជ្ជៈកាហ្វេមានអីទៀតក៏បានដែរតំណងមែនទេទីធ្លាបាទទីធ្លាទៅផ្ទះបងចំឆាតនេះតំណងណាពុកម៉ែបងប្អូនយើង បើដងតិចបាទ ត្រឹមតែលក់ទឹកត្នោតជូរបែបធម្មជាតិទេអាចបើកជា បើជាធម្មជាតិសិន អាហារដ្ឋានភោជនីយដ្ឋានបានទៀតពុកម៉ែបងប្អូនយើង យើងបើជា ជាហាងកាហ្វេបន្ថែមទៀតក្នុងនឹងក៏បាន វាកើតយើងធ្វើជាធ ក ម្ម ន្លែង ជាតិ ទលាយល្អមែនតែនពុកម៉ែបងប្អូនយើងបានអញ្ជើញមកលេងមកហូបចុកនៅ បាទយើងធ្វើជាធម្ម ផ្ទះ ជាតិ បងចំឆាតនេះអត់ខកចិត្តទេបាទមកម្ដងហើយប្រកាសជា បង្កើតជាធម្មជាតិ លើកក្រោយមកម្ដងទៀតហើយ យើង ហើយសាច់ខ្លែមត្បិតតែខ្ញុំខ្លែម កដោអាំងហើយនឹងត្រីញាត់អាំងក៏ពិតមែនប៉ុន្តែបើសិនជាពុកម៉ែបងប្អូនយើងមកអត់ចូលចិត្តចង់ហូបកដោអាំងត្រីញាត់អាំងក៏យើងមាននៅមហូបកំងដែរបាទចង់កំងមាន់កំងទាយក៏គាត់មានដែរ មានកែបមានអីទៀត មានកែបទៀត មាន បាទ កែបត្រង់ត តាមសាក់សៃរស់គាត់ថាមានកែបទៀត មានបើតែតន្តិបងប្អូនកំង បាទបាទ កំងបាន ហើយតែកំងគឺថាមានខ្ញុំបានមកលេងដល់ផ្ទះមេធីមហើយហូបទឹកត្នោតជូរអស់ពីសូពុកម៉ែបងប្អូនយើងគាត់មានលក់ទឹកខ្មេះហើយស្ករក្រហមខ្ញុំមកដល់ថ្ងៃនេះគឺ ប្រៃបាយហូបយើង គឺទិញសាកទាំងអស់ហ្មងទាំងមកហូបទឹកត្នោតជូរគាត់ផងចង់ដឹងរសជាតិដែលគាត់ធ្លាប់ផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមហើយក៏មានលក់ទឹកខ្មេះបាទហើយស្ករក្រហមធម្មជាតិស្ករត្នោតខ្មែរផងយើងហ្នឹងបាទខ្ញុំទិញផងគាត់យកទៅឲ្យដឹងរសជាតិគុណភាពថាវាល្អយ៉ាងណាខ្លះដើម្បីចែកជូនដល់ពុកម៉ែបងប្អូនយើងគ្រប់ត្រនៅរបស់ធម្មជាតិបាទស្នាដៃកូនខ្មែរយើងពិសេសគឺបងឆោមឆើត យើង បាទលាបែបធម្មជាតិសុខសប្បាយដល់គ្នាហ្មងបាទ